ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វខ្ញុំបាននឹងថតនៅសកម្មភាពមួយចំនួនទាក់ទងជាមួយនឹងការចិញ្ចឹមកង្កែបរបស់បងប្រុសហើយនិងបងស្រីម្នាក់ដែលគាត់ចិញ្ចឹមកង្កែបសម្រាប់ផលិតកូនលក់ពុកម៉ែបងប្អូនដឹងហើយថាការចិញ្ចឹមកង្កែបគឺវាមានលក្ខណៈងាយស្រួលក៏ដូចជាมันមានការលំបាកប្រមាណទេពុកម៉ែបងប្អូនបានហើយយើងដឹងហើយថាសត្វកង្កែបវារស់នៅលើគោកក៏បាននៅក្នុងទឹកក៏បានអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនធ្វើការចិញ្ចឹមដោយមិនចាំបាច់មានតង់ដាក់ដូចបងស្រីម្នាក់ក៏បានដែរប៉ុន្តែពុកម៉ែបងប្អូនចំណាយថវិកានៅក្នុងការទិញតង់កៅស៊ូចំនួនតែ2ម៉ែត្រឬក៏3ម៉ែត្រក៏ពុកម៉ែបងប្អូនអាចចិញ្ចឹមបានដែរយើងធ្វើការហុំស្បៃពណ៌ខៀវឬក៏ស្បៃដែរពុកម៉ែបងប្អូនចំណាំយកទៅហាលស្រូវហ្នឹងយើងពណ៌ជុំវិញស្រះទៅក៏យើងអាចចិញ្ចឹមបានដែរអញ្ចឹងសារៈប្រយោជន៍នៃការចិញ្ចឹមកង្កែបគឺវាងាយស្រួលក្នុងការដែលយើងមិនចាំបាច់ទៅទិញម្ហូបនៅខាងក្រៅឬក៏នៅទីផ្សារហើយមួយទៀតពុកម៉ែបងប្អូនបាទកង្កែបគឺវាមានភាពងាយស្រួលត្រង់ថាកង្កែបមិនចេះឆ្លងជំងឺច្រើនញ៉ៃញ៉ៃដូចជាពពួកសត្វបាក់សីប្រហែលតែពុកម៉ែបងប្អូនបាទហើយយើងដឹងហើយថាបើសិនជាយើងចិញ្ចឹមវាគឺជាប្រភពចំណូលសំខាន់មួយដែរដែលវាជួយទ្រទ្រង់កាត់បន្ថយការចំណាយទៅលើម្ហូបអាហាររបស់យើងប្រចាំថ្ងៃបានសម្រាប់កង្កែបដែលយើងអាចលក់បានពុកម៉ែបងប្អូនបានចាប់ពីកូនដែលគេលក់ហ្នឹងគឺយើងចិញ្ចឹមរយៈពេលតែ2ខែជាងទៅ3ខែយើងអាចលក់ជាសាច់បានហើយពុកម៉ែបងប្អូនបាទហើយចំណុចល្អនៃកង្កែបដែលយើងចិញ្ចឹមខ្លួនឯងគឺយើងមិនញញើតនៅក្នុងការបរិភោគព្រោះថាកង្កែបស្រែអ្វីត្បិតតែប្រជាជនយើងចូលចិត្តពេញនិយមក៏ពិតមែនក៏ប៉ុន្តែសម្រាប់ខ្ញុំលើកទឹកចិត្តថាកង្កែបដែលយើងចិញ្ចឹមបែបនេះគឺមិនញញើតនៅក្នុងការបរិភោគទេព្រោះយើងដឹងថាអ្វីដែលសំខាន់គឺចំណីរបស់វាគឺមិនមានស៊ីសាច់ល្អិតដែលវាអាចនឹងមានពពួកព្រូនមួយចំនួននោះទេពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនចាប់អារម្មណ៍ពុកម៉ែបងប្អូនអាចរៀបជាតង់ឬក៏កៅស៊ូតង់ហ្នឹងឯងជាកឡុករាក់ល្មមជម្រៅប្រហែលជាមួយទឹកអីទៅហើយពុកម៉ែបងប្អូនដាក់ដីជុំវិញតង់ហើយយើងបូមទឹកដាក់ឲ្យពណ៌ស្បៃជុំវិញពុកម៉ែបងប្អូនអាចចិញ្ចឹមបានខ្ញុំនិយាយសម្រាប់តែពុកម៉ែបងប្អូនដែលជាកសិករដែលយើងចង់ចិញ្ចឹមសម្រាប់បរិភោគនៅក្នុងក្រុមគ្រួសាររបស់យើងប៉ុន្តែបើសិនជាយើងចិញ្ចឹមជាលក្ខណៈអាជីវកម្មខ្ញុំគិតថាពុកម៉ែបងប្អូនគួរតែដាក់តង់ឲ្យបានត្រឹមត្រូវព្រោះថាយើងងាយស្រួលនៅក្នុងការគ្រប់គ្រងជាងអ្វីដែលខ្ញុំនិយាយពីដើមមកនេះដូចនៅក្នុងវីដេអូនេះអញ្ចឹងអានេះគឺខ្ញុំចិញ្ចឹមផ្ទាល់ពុកម៉ែបងប្អូនបាទគឺខ្ញុំដាក់នៅនឹងដីហើយខ្ញុំចេញជាក្លុកហើយខ្ញុំដាក់ទឹកនៅក្នុងហ្នឹងហើយវាលេងពេលវាក្តៅអានេះជាកន្លែងដែលបងស្រីគាត់ចិញ្ចឹមសម្រាប់នឹងបង្កាត់យកកូនលក់ទៅពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមិនមានលទ្ធភាពទៅដល់ការទិញតង់មួយវាមានតម្លៃរៀងថ្លៃដែរពុកម៉ែបងប្អូនបាទវាអាចចូល80000 90000ទៅតាមទំហំពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានលទ្ធភាពដល់ការចិញ្ចឹមបែបនេះទេពុកម៉ែបងប្អូនអាចធ្វើដូចគំរូនេះបានដែលយើងគ្រាន់តែចំណាយលុយទៅលើការទិញកៅស៊ូតង់ហើយនិងស្បៃមួយដុំគឺយើងអាចចិញ្ចឹមបានហើយពុកម៉ែបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមិនមានអីច្រើនទេខ្ញុំមានតែលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនធ្វើការចិញ្ចឹមសម្រាប់បរិភោគនៅក្នុងក្រុមគ្រួសាររបស់យើងដើម្បីយើងកាត់បន្ថយការចំណាយទៅលើការទិញសាច់នៅលើទីផ្សារហើយអ្វីដែលសំខាន់គឺយើងអាចទ្រទ្រង់នៅជីវភាពគ្រួសាររបស់យើងប្រចាំថ្ងៃបានហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់សូមអរគុណសូមគោរពជម្រាបលា